និយាយថាប្រទេសសន្តិភាពបានគឺយើងមានសន្តិភាពផ្លូវចិត្តសិនគឺយើងបង្កើតសន្តិភាពនៅក្នុងប្រទេសមួយបានតើតែយើងខ្លួនឯងធ្វើឲ្យមានសន្តិភាពសិនបានធ្វើឲ្យអ្នកជុំវិញខ្លួនរបស់យើងគឺមានសន្តិភាពនៅក្នុងគ្រួសាររបស់យើងមានសន្តិភាពបានធ្វើឲ្យសហគមន៍របស់យើងមានសន្តិភាពហើយបានធ្វើឲ្យប្រទេសរបស់យើងគឺមានសន្តិភាពទៅកើតដូច្នេះមួយគឺចាប់ផ្ដើមពីចិត្តរបស់យើងចាប់ផ្ដើមពីខ្លួនឯងសិនគឺជាអ្នកប្រតិបត្តិលើកដំបូងហើយដែលនាងខ្ញុំបានមានឱកាសមកចូលរួមស្ដាប់ធម្មទានចានៅក្នុងថ្ងៃនេះដែលផ្ទាល់ធម្មតាគឺស្ដាប់ហើយនឹងបានមើលតាមរយៈ Facebook social media ហើយក៏ជានិយាយទៅក៏ជា fan របស់លោកគ្រូសានសុជាដែលតាំងពីមុនលោកគាត់សឹកទៅទៀតចាលោកគ្រូគាត់សឹកអញ្ចឹងហើយកម្មរយៈលោកគ្រូសឹកហ្នឹងក៏คล้ายទៅជាអ្នកខូចចិត្តបន្តិចដែរបាទដាវីក៏ដឹងដែរនៅក្នុងហ្នឹងក៏បានពិភាក្សាហើយអញ្ចឹងរៀងខូចចិត្តមករយៈទោះបីជាថាដឹងហើយថានេះគឺជាភាពមិនទៀងហើយក៏ជាការសម្រេចចិត្តរបស់លោកគ្រូប៉ុន្តែមានអារម្មណ៍ថាទទួលមិនទាន់បានការលើកនោះប៉ុន្តែក្រោយមកក៏បានជួបលោកគ្រូដោយផ្ទាល់នៅពេលដែលលោកគ្រូសឹកហើយហ្នឹងក៏បានជួបជាមួយនឹងបងម៉ាណែតដោយផ្ទាល់ហ្នឹងក៏បាននិយាយជំរាបលោកគ្រូដែរថាមិននឹកស្មានថាidol របស់ខ្ញុំសឹកចឹងចោះរៀងខូចចិត្តចាងំធ្វើចិត្តបានថ្ងៃនេះក៏សូមថ្លែងអំណរគុណចាបានលោកគ្រូគាត់បានតាក់ទងមកនៅលោកគ្រូបានប្រាប់ខ្ញុំជាមុនថាគាត់បានអញ្ជើញត្រូវអញ្ជើញមកប្រទេសកម្ពុជាយើងជាអ្នករយៈពេលដូចជាប្រហែលមួយខែចាហើយលោកគ្រូក៏បានបញ្ជូនព័ត៌មានថាមានធ្វើធម្មទាននៅកន្លែងនេះជួបជុំញាតិធម៌ចាហើយក៏ជម្រាបលោកគ្រូថាខ្ញុំសូមចូលរួមជាញាតិធម៌មិនបាច់ចាំបាច់ផ្សព្វផ្សាយអីទេហើយបានតាមរយៈដារីក៏អត់បាននិយាយទៅបានប្រាប់គាត់ថាខ្ញុំមកដែរចាហើយម៉ាក់ខ្ញុំក៏គាត់មានប្រសាសន៍ដែរគាត់ថាលោកគ្រូគាត់អញ្ជើញមកគាត់ចូលរួមតែខ្ញុំអត់បានប្រាប់ម៉ាក់ខ្ញុំថាខ្ញុំចូលរួមមកទេវខ្លាចដឹងមុនអីចឹងខ្ញុំពិបាករៀបចំអញ្ចឹងមកថ្ងៃនេះនឹងរៀងដូចមានញាតិធម៌មួយណាគាត់មានប្រសាសន៍ថារៀងប្រេងមកដែរមកស្ងាត់ស្ងៀមចាទៅថ្ងៃនេះសប្បាយចិត្តមែនតើហើយក៏ចង់ចែករំលែកចានៅបទពិសោធន៍របស់នាងខ្ញុំផ្ទាល់នាងខ្ញុំបានពីមុននាងខ្ញុំគ្រួសាររបស់ខ្ញុំគឺជាពុទ្ធសាសនិកអញ្ចឹងឯងលោកគ្រូចានិយាយទៅរឿងពធរឿងពុទ្ធសាសនាមិនសូវចេះភាសាសង្ឃប្រហែលទេចាពីមុនគឺម៉ាក់ប៉ាខ្ញុំម៉ាក់យាយខ្ញុំមានម៉ាក់យាយខ្ញុំដែលកាន់ពុទ្ធសាសនាហ្នឹងតាំងពីមុនមកខ្ញុំបានទៅវត្តជាធម្មតានិយាយទៅគឺផ្ទះគ្រួសារខ្ញុំគោរពពុទ្ធសាសនាហើយម៉ាក់ប៉ាខ្ញុំម៉ាក់យាយខ្ញុំគឺគ្រប់ប្រតិបត្តិណាចាពេលទៅវត្តអីហ្នឹងគឺប្រតិបត្តិតាមធម្មតាប៉ុន្តែនាងខ្ញុំពេលហ្នឹងអត់យល់ថាតើពុទ្ធសាសនាព្រះធម៌គឺជាអីយើងទៅដល់គឺថ្វាយទាំងបង្គំអុជធូបហើយនឹងគេធ្វើអីគឺប៉ាម៉ាក់ធ្វើអីម៉ាក់យាយធ្វើអីគឺខ្ញុំធ្វើរហូតតាមនឹងដែរចាអត់ធ្វើបាបជួយគេគឺជាអ្វីដែលម៉ាក់ប៉ាហើយនឹងគ្រួសាររបស់ខ្ញុំបង្រៀនចាធ្វើប្រតិបត្តិតាំងពីនៅខ្ញុំនៅតូចប៉ុន្តែក៏មិនទាន់យល់ច្បាស់អំពីអវាទចាពុទ្ធអវាទរបស់ព្រះពុទ្ធចាជាអង្គម្ចាស់រហូតដល់ឆ្នាំ2019ចាចូលដល់2020ខ្ញុំក៏បានទៅធ្វើវិបស្សនាជាលើកដំបូងនៅពេលហ្នឹងគឺខ្ញុំមានអារម្មណ៍ថាពេលចេញមកវិបស្សនាតាមហ្នឹងគឺលោកតាមរយៈលោកគ្រូកូដេនកានៅបាត់ដំបងចាហើយខ្ញុំដឹងថាមានការធ្វើច្រើនទៀតគឺនេះគឺជាមានផ្សេងចាក្នុងការគោរពពុទ្ធវិបស្សនាហ្នឹងមិនមែនមានទៅតាមលោកគ្រូកូដេនកាទេប៉ុន្តែខ្ញុំទៅខ្លួនឯងគឺតាមលោកគ្រូកូដេនកាពេលហ្នឹងគឺខ្ញុំចេញមកខ្ញុំមានអារម្មណ៍ថាខ្ញុំចាប់អារម្មណ៍នឹងពុទ្ធអវាទរបស់ព្រះពុទ្ធព្រះធម៌ការបង្រៀនរបស់ព្រះពុទ្ធអញ្ចឹងខ្ញុំក៏ធ្វើ research ខ្លួនឯងទាំងអស់ចាធ្វើ research មើលទៅទិញសភៅព្រះពុទ្ធចាយកមកមើលរឿងរបស់ព្រះពុទ្ធគឺជាពេលហ្នឹងហើយបានមានខ្ញុំដឹងថាការបង្រៀនពុទ្ធអវាទរបស់ព្រះពុទ្ធគឺ
មានសារៈសំខាន់ណាស់គឺជាពិសេសគឺនៅក្នុងការរៀនជារៀងរាល់ថ្ងៃការរស់នៅជារៀងរាល់ថ្ងៃរបស់យើងគឺទៅយកមកអនុវត្តនាងខ្ញុំអាចនិយាយបានថាការខឹងរបស់នាងខ្ញុំឥឡូវវាមិនទាន់បាត់ព្រោះឲ្យខ្ញុំអត់ទាន់ត្រាស់ដឹងទេចាប៉ុន្តែកាត់បន្ថយនៃការខឹងច្រើនខ្ញុំតម្លាក់ចុះច្រើនមែនតើចាពីមុនគឺនិយាយទៅគឺខ្ញុំស្អីក៏ដោយក៏ខ្ញុំធ្វើខ្ញុំចង់បាន perfect ទាំងអស់សូម្បីតាការសិក្សារបស់កូនខ្ញុំចាអីហ្នឹងគឺខ្ញុំចង់ឲ្យកូនខ្ញុំនិយាយទៅគឺរៀនបាន perfect ការងារអីដែលខ្ញុំធ្វើខ្ញុំចង់ឲ្យតដាក់ហើយគឺក្រុមការងារគាត់ដឹងហើយគឺខ្ញុំចេះតែចង់ឲ្យហ្នឹងគឺដំណើរការបានល្អប៉ុន្តែតាំងពីអ្វីដែលខ្ញុំបានរៀនមកខ្ញុំយល់ដឹងមកគឺខ្ញុំតម្លាក់ចោលទាំងអស់សូម្បីតែការស្រឡាញ់ទោះបីថាឥឡូវមិនបាន 100% តម្លាក់ចោលគឺបានចំពោះខ្ញុំគឺខ្ញុំដឹងថាបានប្រហែលជា 70-80% ដែរចាហើយការស្រឡាញ់នេះទៀតគឺចំពោះកូនខ្ញុំដូចលោកគ្រូមានប្រសាសន៍អញ្ចឹងគឺអត់មានស្រឡាញ់ដោយជាប់ចម្ពាក់ពេលណាខ្ញុំបដៅកូនខ្ញុំអីហ្នឹងហើយគឺមានអារម្មណ៍ថាគឺជាការស្រឡាញ់មួយដែលមេត្តាហើយខ្ញុំប្រាប់ថាគឺគេមានជីវិតរបស់គេដូច្នេះហ្នឹងនេះគឺជាភារកិច្ចរបស់ឪពុកម្ដាយបង្រៀនប៉ុន្តែគាត់មិនមែនថាគាត់អត់ធ្វើតាមយើងគឺយើងត្រូវតែខឹងទេចាអញ្ចឹងខ្ញុំឃើញការផ្លាស់ប្ដូរនៅក្នុងការរស់នៅរបស់ខ្ញុំហើយការខឹងរបស់ខ្ញុំគឺនឹងទៀតគឺនិយាយទៅគឺពេលខ្លះខ្ញុំអត់ដឹងថាខ្លួនឯងអត់ខឹងគេនិយាយមកអញ្ចឹងទៅមានអារម្មណ៍ថាហួសចិត្តហើយដើរទៅបាត់វិញចឹងនិយាយថាគាត់ថាគាត់អត់យល់អញ្ចឹងមិនគាត់អត់ដឹងថាអ្វីដែលគាត់និយាយមកហ្នឹងគឺគាត់អត់យល់មានតែយើងដឹងទេតែយើងខ្លួនឯងដែលយើងអ្នកធ្វើមិនយើងដឹងថាយើងកំពុងធ្វើអ្វីដូច្នេះខេត្តអីក៏យើងទៅយកចិត្តទុកដាក់នៅលើពាក្យសម្ដីរបស់គាត់ដែលគាត់និយាយហើយមកពីគាត់អត់ដឹងនឹងហើយបើមិនដឹងថាយើងធ្វើនឹងហើយបើគាត់និយាយពាក្យទុកសាក់មកឲ្យយើងគាត់ខឹងយើងដូច្នេះបើសិនជាគាត់មានសិទ្ធិខឹងយើងប៉ុន្តែគឺរឿងខ្លួនឯងទេថាមានសិទ្ធិទទួលយកឬមិនទទួលយកនៅនេះអ្វីដែលយើងធ្វើឲ្យយើងគិតថាយើងធ្វើត្រូវហើយធ្វើ the best for today ហើយគឺខ្ញុំគិតថាខ្ញុំអត់ទៅខឹងនឹងអ្នកណាទេចាអញ្ចឹងខ្ញុំឃើញមានការកែប្រែជាច្រើននៅក្នុងការរស់នៅរបស់ខ្ញុំហើយខ្ញុំតែងតែយកពុទ្ធអវាទចាការព្រាមប្រដៅនេះគឺមក apply រាល់ថ្ងៃនៅក្នុងការរស់នៅខ្ញុំគិតថាពុទ្ធអវាទរបស់ព្រះពុទ្ធនេះគឺសំខាន់ណាស់សម្រាប់យើងនៅក្នុងការរស់នៅពួកអីយើងរាល់ថ្ងៃនេះគឺនៅពេលដែលអ្នកដែលធ្វើវិបស្សនាដឹងហើយគឺសត្រូវដែលធំជាងគេគឺចិត្តនេះឯងពេលណាដែលយើងបិទភ្នែកគឺពេលណាដែលយើងធ្វើវិបស្សនាគឺចិត្តរបស់យើងមិនដឹងជាថាដើរទេសទៅណាច្រើនមែនតើហើយអ្វីដែលយើងដើរចិត្តដើរទេសនេះគឺមិនដែលគិតអំពីបច្ចុប្បន្ននេះគឺយើងគិតអំពីអតីតកាលដែលកន្លងមកហើយនឹងគិតអំពីអនាគតដែលនឹងកើតឡើងត្រូវធៀមអីខ្លះប៉ុន្តែអត់ដែលគិតថាខ្លួនឯងកំពុងអង្គុយធ្វើស្អីទេចានេះហើយគឺជាសត្រូវមួយរបស់យើងចិត្តរបស់យើងនេះធំមែនតើដែលខ្ញុំគិតថារាល់ថ្ងៃនេះខំប្រឹងមើលតាមចិត្តតែដឹងថាអូរៀបខឹងអីអញ្ចឹងសុខចិត្តថាចំពោះខ្ញុំតែខ្ញុំគិតថាពេលណាអ្នកណាចង់ធ្វើដូចថាយើងដឹងថាយើងរៀបខឹងហើយខ្ញុំត្រូវមើលដង្ហើមរបស់ខ្ញុំមកវិញខ្ញុំគិតថាត្រូវដាក់សតិនៅលើដង្ហើមរបស់ខ្ញុំនឹងមកវិញអញ្ចឹងធ្វើឲ្យការខឹងរបស់ខ្ញុំនឹងចិត្តរបស់ខ្ញុំនឹងគឺទៅសាយទៅវិញបាននេះគឺជាអ្វីដែលខ្ញុំបានបប្រតិបត្តិជារៀងរាល់ថ្ងៃចាហើយខ្ញុំគិតថាពធរបស់ព្រះពុទ្ធនេះគឺខ្ញុំមានមោទនភាពហើយខ្ញុំគិតថាខ្ញុំសំណាងដែលបានប៉ះត្រូវចាដែលបានកើតមកនៅក្នុងគ្រួសារនៅក្នុងប្រទេសដែលកាន់ពុទ្ធសាសនាហើយជាពិសេសគឺនៅក្នុងគ្រួសារដែលកាន់ពុទ្ធសាសនាហើយក៏បានជួបនៅវិបស្សនាកាលឆ្នាំ2019នេះហើយធ្វើឲ្យខ្ញុំដឹងថាការរស់នៅរបស់យើងរាល់ថ្ងៃនេះគឺសំខាន់គឺសន្តិភាពដូចថ្ងៃនេះគឺសន្តិភាពចានៅក្នុងផ្លូវព្រះធម៌គឺគេថាមុននិយាយថាប្រទេសសន្តិភាពបានគឺយើងមានសន្តិភាពផ្លូវចិត្តសិនគឺយើងបង្កើតសន្តិភាពនៅក្នុងប្រទេសមួយបានតើតែយើងខ្លួនឯងធ្វើឲ្យមានសន្តិភាពសិនបានធ្វើឲ្យអ្នកជុំវិញខ្លួនរបស់យើងគឺមានសន្តិភាព
នៅក្នុងគ្រួសាររបស់យើងមានសន្តិភាពបានធ្វើឲ្យសហគមន៍របស់យើងមានសន្តិភាពហើយបានធ្វើឲ្យប្រទេសរបស់យើងគឺមានសន្តិភាពទៅកើតដូច្នេះមួយគឺចាប់ផ្ដើមពីចិត្តរបស់យើងចាប់ផ្ដើមពីខ្លួនឯងសិនគឺជាអ្នកប្រតិបត្តិចាហើយនេះហើយគឺជាអវាទរបស់ព្រះពុទ្ធដែលបង្រៀនឲ្យយើងនេះគឺដែលបន្សល់ទុកឲ្យយើងឲ្យអរគុណដល់លោកគ្រូចាទោះបីជាថាខ្ញុំអត់ទាន់បានចូលដល់អភិធម្មចាជ្រះចានិយាយទៅគឺឲ្យតែរៀនលើកណាចូលទៅដល់តែប្រហែលហ្នឹងគឺផ្លិចក្រោយរហូតហើយអត់មានពេលរៀនហ្នឹងចូលដល់ YouTube របស់លោកគ្រូហ្នឹងបើកបានតែ2ដង3ដងហ្នឹងក៏អត់ទាន់បានបញ្ចប់ដែរខ្ញុំគិតថាចាំមើលមានពេលតិចទៀតនឹងខំប្រឹងអង្គុយរៀនឲ្យចប់ចាប៉ុន្តែនាងខ្ញុំគិតថានឹងខ្ញុំតែ beginner ទេចាអត់ទាន់ចូលដល់ថ្នាក់intermediate ឬមួយក៏ advanced ដូចអ៊ំពូមីងនៅកន្លែងនេះទេប៉ុន្តែខ្ញុំរកសេចក្តីសុខរបស់ចិត្តខ្លួនខ្ញុំឃើញហើយនឹងសម្ដេចធិបតីដើម្បីម្នាក់គាត់ថាខ្លាតាំងសិលនេះគឺជាការពិតចានេះក៏ជាការចូលរួមហើយក៏សូមអរគុណដល់ព្រះចនៈធរៈគ្រប់ព្រះអង្គចាសូមទៀនទូបើសិនជាមានការខុសឆ្គងអីប៉ុន្តែខ្ញុំសប្បាយចិត្តមែនតើនិយាយទៅគឺបានចូលរួមនៅក្នុងថ្ងៃនេះមានចិត្តស្ដាប់ហើយអ្វីដែលលោកគ្រូមានប្រសាសន៍មិញហ្នឹងគឺស្ដាប់ហើយចេះតែគិតចាំមិនថាការស្ដាប់មានច្រើនលោកគ្រូថាមាន3ប្រភេទស្ដាប់ដោយបញ្ញាចាស្ដាប់ហើយចេះតែគិតខ្លួនឯងថាកន្លែងហ្នឹងតើកាលមុនអញចឹងមែនចាឥឡូវហ្នឹង apply ទៅយើងមក look at back មកមើលខ្លួនឯងហ្នឹងក៏យើងមានការកែប្រែច្រើនចាហើយបានស្ដាប់នៅធម្មទេសនាជាច្រើនតាមលោកគ្រូផ្សេងទៀតហើយចេះតែចែករំលែកដល់ក្រុមការងារហើយជាពិសេសឥឡូវហ្នឹងគឺមានការងារសង្គមជាច្រើនចឹងមិនចេះចែករំលែកឲ្យទៅក្មេងៗជំនាន់ក្រោយឲ្យបានដឹងចាហើយក៏សូមអរគុណហើយសូមអរគុណលោកគ្រូដែលបានអញ្ជើញខ្ញុំចូលរួមហើយឲ្យមានយោបល់បញ្ចប់ចុងក្រោយចាសូមអរគុណដល់លោកតាលោកយាយអង្គពូមីងចាញាតិធម៌ទាំងអស់សូមអរគុណចា